គោរពនឹងជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទនឹងលើកយកសាច់រឿងដ៏រន្ធត់ព្រួយមួយទៀតហើយមកចែកជូនបងប្អូនសន្តាប់ដែលរឿងរបស់យើងនៅថ្ងៃនេះគឺតាក់ទងទៅនឹងសម្លាញ់របស់លោកពុកយ៉តដែលត្រូវបានក្រុមចៅមួយក្រុមដែលមកពីប៉ែកខាងទន្លេសម្លាប់គាត់ដែលគាត់គឺជាមិត្តភក្តិរបស់ពុកយ៉តហើយគាត់មានឈ្មោះថាសានហើយលោកអ៊ំសាននេះទៀតសោតគាត់នៅក្នុងភូមិគាត់ក៏ជាគ្រូស្រោចទឹកមើលរិស័យឬក៏រំដោះគ្រោះហើយនឹងជួយអ្នកភូមិផ្សេងដូចនឹងពុកយ៉តដូចគ្នាដែរប៉ុន្តែបើនិយាយអំពីសមត្ថភាពអាគមរបស់គាត់គឺមិនអាចប្រៀបនឹងពុកយ៉តបាននោះទេគឺគាត់គ្រាន់តែចេះនៅអាគមមួយចំនួនប៉ុណ្ណោះទោះបីជាគាត់ចេះតិចតួចក៏ដោយក៏គាត់នៅតែព្យាយាមជួយអ្នកស្រុកអ្នកភូមិនៅទីនោះឲ្យរួចអំពីអំពើអំព័ន្ធមួយចំនួនក៏ដូចជាការពារភូមិរបស់គាត់បានផងដែរហើយអ្នកភូមិនៅទីនោះគឺហៅគាត់អ្នកខ្លះហៅលោកគ្រូសានអ្នកខ្លះហៅលោកពុកសានឬអ្នកខ្លះទៀតហៅរហូតដល់សម្ដេចគ្រូសានអីចឹងទៅដែលធ្វើឲ្យអ៊ំសានគាត់មានអារម្មណ៍ថាគាត់គឺជាមនុស្សម្នាក់ដែលសំខាន់នៅក្នុងភូមិនោះទោះបីជាមានរឿងអ្វីក៏ដោយក៏គាត់តែងតែចេញមុខពាំងឬក៏ការពារទៅលើអ្នកភូមិនោះផងដែរហើយអ្នកភូមិនៅទីនោះគឺពិតជាស្រឡាញ់គាត់ខ្លាំងណាស់ហើយម្យ៉ាងវិញទៀតសោតអ្នកភូមិទាំងអស់គ្នានោះក៏ស្គាល់លោកពុកទាំង3របស់យើងដែរពុកវ៉នពុកយ៉តនិងពុកសេងពីព្រោះពុកយ៉តគាត់តែងតែនាំពុកវ៉ននិងពុកសេងទៅលេងអ៊ំសានសឹងតែជារឿងរាល់ខែព្រោះភូមិរបស់ពុកយ៉តនិងភូមិរបស់អ៊ំសានគឺគ្រាន់តែឆ្លងផ្សារខេត្តពោធិ៍សាត់មួយទៅគឺហួសទៅតាមស្រុកកណ្ដៀងគឺទៅដល់ភូមិគាត់ហើយអញ្ចឹងហើយការធ្វើដំណើរពីភូមិរបស់ពុកវ៉នទៅភូមិរបស់អ៊ំសានគឺមិនចំណាយពេលយូរនោះទេបើចំនួនមុនដើរវិញគឺចំណាយពេលកន្លះទៅជិតមួយថ្ងៃទៅគឺដើរដល់ហើយតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលសាច់រឿងរបស់យើងទាំងអស់គ្នាដោយនៅថ្ងៃមួយនៅក្នុងភូមិរបស់អ៊ំសានសភាពមើលទៅហាក់បីដូចជាធម្មតានោះទេប៉ុន្តែអ្វីដែលមិនធម្មតាចំពោះអ៊ំសានគឺគាត់បានដឹងហើយថានៅក្នុងភូមិរបស់គាត់នៅយប់នេះគឺមានរឿងមិនស្រួលហើយព្រោះគាត់ជាអ្នកចងនៅមន្តអាគមការពារភូមិរបស់គាត់ប្រសិនបើមានអ្នកណាចង់យាយីគឺគាត់ច្បាស់ណាស់នឹងដឹងភ្លាមចំណែកឯអ្នកភូមិក្មេងៗក៏ដូចជាមនុស្សចាស់មួយចំនួនពេលដែលដើរកាត់ផ្ទះអ៊ំសាននៅថ្ងៃនេះគឺពួកគេមានការឆ្ងល់ជាខ្លាំងដោយសារតែអ៊ំសានជាទូទៅគាត់តែងតែទៅស្រែទៅមើលគោឬក៏ទៅមើលចម្ការរបស់គាត់ដោយឡែកថ្ងៃនេះគាត់បែរជានៅផ្ទះហើយគាត់បានទាញដាវរបស់គាត់ដែលសល់ពីជំនាន់បុរាណយកមកសម្លៀងដើម្បីឲ្យវាកាន់តែមុតហើយការសម្លៀងរបស់គាត់នោះទៀតសោតគឺមិនមែនសម្លៀងមួយផ្លែត5នាទីឬក៏10នាទីនោះទេគឺគាត់សម្លៀងរហូតដល់ទៅ2ទៅ3ម៉ោងឯណោះដែលធ្វើឲ្យអ្នកភូមិគេមានការងឿឆ្ងល់ជាខ្លាំងថាហេតុអ្វីបានជាគាត់ថ្ងៃនេះគឺខុសប្លែកពីធម្មតាដែលជាទូទៅគឺគាត់មិនដែលយកដាវមកបង្ហាញឬក៏យកមកសម្លៀងនៅនឹងមុខផ្ទះបែបនេះទេប៉ុន្តែលើកនេះគាត់ហាក់បីដូចជាខុសពីធម្មតាដោយឡែកអ្នកភូមិដែលដើរកាត់ទីនោះគឺគេបានសួរទៅកាន់គាត់ថាលោកគ្រូលោកអ៊ំឬក៏សម្ដេចគ្រូតើថ្ងៃនេះហេតុអ្វីបានជាឃើញតែសម្លៀងដាវតាំងពីព្រឹករហូតមកដល់ថ្ងៃត្រង់ឲ្យបែបនេះដោយមិនឃើញទៅចង្ការឬក៏ឃើញទៅមើលគោអីចឹងទៅពេលនោះគាត់ក៏ញញឹមគាត់ក៏និយាយថាមិនអីទេគឺដូចតែធម្មតាអញ្ចឹងគ្រាន់តែថ្ងៃនេះគាត់មានអារម្មណ៍ថាចង់សម្លៀងដាវអីចឹងទៅពេលដែលគាត់និយាយចប់ហើយអ្នកភូមិអ្នកផងផ្សេងគេក៏បានទៅហួសមកហួសដោយឡែកក្មេងៗមួយចំនួនដែលពួកគេរត់លេងនៅទីនោះគេតែងតែមកសួរថាលោកតាធ្វើអីលោកតាសម្លៀងដាវទៅធ្វើអីតើដាវលោកតាសល់ពីពេលណាមកឬក៏ដាវលោកតាបានពីណាមកអីចឹងទៅពេលនោះអ៊ំសានគឺគាត់និយាយលេងជាមួយក្មេងៗថាដាវសល់ពីសម័យនេះសម័យនោះដើម្បីប្រាប់ទៅក្មេងៗអីចឹងទៅប៉ុន្តែមើលទៅមុខរបស់គាត់គឺខុសប្លែកពីធម្មតាការនិយាយស្ដីគឺមួយហើយក៏មិនញញឹមដែរពេលដែលគាត់និយាយប្រាប់ក្មេងៗក៏ដូចជាអ្នកភូមិអ្នកផងដែលដើរកាត់ទីនោះអញ្ចឹងទៅប្រហែលជា2ទៅ3ម៉ោងគាត់ក៏ផ្អាកសម្លៀងគាត់ក៏បានយកដាវនោះទៅព្យួរនៅនឹងជញ្ជាំងផ្ទះរបស់គាត់
ហើយគាត់បានឡើងទៅលើផ្ទះហើយគាត់បានឡើងទៅអង្គុយមុខអាសនៈរបស់គាត់តែម្ដងពេលដែលគាត់ដល់អង្គុយទីនោះបានប្រហែលជាកន្លះម៉ោងគាត់បានចុះមកវិញគាត់ក៏បានលើកដៃដាក់លើថ្ងាសហើយងើយមើលថ្ងៃពេលដែលគាត់សិញ្ជឹងមួយសន្ទុះគាត់បានចូលមកអង្គុយនៅក្រោមគ្រែវិញគាត់បានរាប់ដៃរាប់ជើងហើយគាត់បានដល់ដង្ហើមធំគាត់ក៏បាននិយាយថារឿងដែលវាបំរុងនឹងកើតហើយទោះជាហាមប៉ុណ្ណាក៏វាគង់តែកើតដែរបើហាមមិនបានទេគឺបណ្ដោយទៅតាមព្រេងវាសនាទៅចុះពេលដែលគាត់និយាយម្នាក់ឯងរួចហើយនោះគាត់បានយកដៃលូកទាញដាវរបស់គាត់ហើយយកមកអង្អែលបន្ទាប់មកគាត់ដកចេញពីស្រោមបន្ទាប់មកគាត់ដាក់ស្រោមចុះគាត់បានយកដាវនោះទៅសម្លៀងបន្ថែមទៀតតែធ្វើឲ្យអ្នកភូមិនៅទីនោះគឺគេមានការងឿឆ្ងល់ជាខ្លាំងរហូតដល់លោកពូមេភូមិគាត់មកពីផ្សារវិញពេលដែលគាត់មកពីផ្សារនោះគាត់ក៏បានឃើញអ៊ំសានកំពុងតែសម្លៀងដាវគាត់ក៏បានចូលទៅសួរអ៊ំសានហើយគាត់បានសួរថាលបងសានតើថ្ងៃនេះហេតុអ្វីបានឃើញតែលបងសម្លៀងដាវអញ្ចឹងអំឡុងពេលដែលលោកពូមេភូមិសួរបែបនោះអ៊ំសានគាត់ក៏បានងើយមុខទៅមើលលោកពូមេភូមិបន្តិចគាត់ក៏ញញឹមបន្ទាប់មកគាត់ក៏ឆ្ងោកមុខសម្លៀងបន្តទៀតដោយឃើញមិនស្រួលបែបនេះគាត់ក៏បានដើរទៅកាន់ទៅជិតអ៊ំសានហើយគាត់ក៏បានអង្គុយចុះជិតអ៊ំសានតែម្ដងដែលគាត់បានសួរថាហេតុអ្វីបានជាបងមិនឆ្លើយនឹងខ្ញុំតើមានរឿងអីមែនទេពេលនោះអ៊ំសានគាត់ក៏បានផ្អាកសម្លៀងបន្តិចគាត់ក៏បានងើបមកអង្គុយលើគ្រែដែលគាត់បានដឹកដៃលោកពូមេភូមិចូលមកពេលនោះគាត់ក៏និយាយថាលបងមិនមែនខ្ញុំមិនចង់ឆ្លើយនឹងលបងទេគឺគ្រាន់តែខ្ញុំជាប់សម្លៀងអបិតប៉ុណ្ណោះពេលដែលអ៊ំសាននិយាយបែបនោះលោកពូមេភូមិគាត់ក៏បានយកដៃទៅទះស្មាអ៊ំសានហើយគាត់និយាយថាមិនបាច់លាក់នឹងខ្ញុំទេមានរឿងអ្វីក៏និយាយមកព្រោះខ្ញុំដឹងលបងសានច្បាស់ណាស់ថាលបងជាមនុស្សបែបណាពេលនោះអ៊ំសានគាត់ញញឹមបន្តិចគាត់ក៏បាននិយាយជាមួយនឹងលោកពូមេភូមិដោយត្រង់តែម្ដងដែលគាត់និយាយថាលបងនៅយប់នេះសូមលបងប្រាប់ទៅអ្នកភូមិរបស់យើងឲ្យប្រុងប្រយ័ត្នឲ្យមែនតើព្រោះយប់នេះគឺនឹងមានចោរចូលភូមិយើងហើយម្យ៉ាងវិញទៀតនោះគឺលបងពេលដែលទៅដល់ផ្ទះជួយប្រាប់ទៅឆ្មាំភូមិផងថាឲ្យការពារដោយប្រុងប្រយ័ត្នគឺខ្លាចមានគ្រោះថ្នាក់អីចឹងទៅពេលដែលអ៊ំសាននិយាយជាមួយលោកពូមេភូមិបែបនោះលោកពូមេភូមិគាត់បែកញើសប៉ុនក្រពោតតែម្ដងដែលគាត់និយាយទៅកាន់អ៊ំសានថាមិនបានលបងសានដឹងតើយប់នេះប្រហែលជាម៉ោងប៉ុន្មានពួកវាមកពេលនោះអ៊ំសានគាត់ក៏និយាយថាខ្ញុំមិនច្បាស់ទេបងប៉ុន្តែអ្វីដែលខ្ញុំដឹងនោះគឺយប់នេះពួកវានឹងមកហើយគ្រារបស់វាមានមិនក្រោមពី10នាក់នោះទេដោយលោកពូមេភូមិឮបែបនោះលោកពូមេភូមិគាត់ក៏បានសួរទៅអ៊ំសានវិញទៀតថាចុះបើលបងដឹងបែបហ្នឹងហើយតើលបងនឹងមានពិធីអ្វីទប់ស្កាត់ពួកគេដែរទេពេលនោះអ៊ំសានគាត់ក៏សិញ្ជឹងបន្តិចគាត់ក៏និយាយថាខ្ញុំមិនច្បាស់ទេបងដោយសារតែពួកនេះមកគឺវាមិនមែនដំឡូងមួយទេគឺវាក៏មានវិជាអាគមជាប់ខ្លួនមកដែរបើតាមខ្ញុំមើលជើងលេខទៅយប់នេះគឺនឹងមានអ្នកគ្រោះថ្នាក់នៅក្នុងភូមិនេះមិនដឹងជាខ្ញុំឬក៏អ្នកណានោះទេអញ្ចឹងហើយទើបខ្ញុំមានការបារម្ភជាខ្លាំងពេលដែលគាត់និយាយជាមួយលោកពូមេភូមិបានបន្តិចលោកពូមេភូមិគាត់ក៏យកដៃទះស្មាអ៊ំសានភាសាទៀតហើយគាត់និយាយថាមិនអីទេលបងសានអញ្ចឹងយប់នេះយើងទៅផ្ដុំគ្នានៅឯផ្ទះខ្ញុំទៅយ៉ាងណាអីគឺមានការគឺជួយគ្នាបានតាន់ពេលនោះអ៊ំសានគាត់ក៏តបវិញថាអត់ទេបងជួយលបងប្រាប់អ្នកភូមិឲ្យគាត់ប្រុងប្រយ័ត្នទៅហើយនឹងប្រាប់ឆ្មាំភូមិឲ្យការពារអ្នកភូមិយប់ហ្នឹងគឺកុំឲ្យមានការសម្រាលសោះត្រូវតែដាក់វេនគ្នាយាមឲ្យជាប់ជាពិសេសគោក្របីឬក៏មាសប្រាក់អីចឹងទៅចំពោះមាសចំពោះប្រាក់អីប្រសិនបើមានកន្លែងលាក់គឺលាក់ឲ្យចិត្តទៅពេលដែលអ៊ំសាននិយាយបែបនោះហើយលោកពូមេភូមិគាត់គឺកាន់តែភ័យខ្លាំងតែម្ដងដោយលោកពូមេភូមិគាត់គិតថានៅភូមិរបស់គាត់គឺរៀងដាច់ស្រយាលដែរដោយសារតែភូមិរបស់គាត់នៅរៀងដាច់ស្រយាលដែរហើយម្យ៉ាងវិញទៀតតាមផ្លូវមកពីខេត្តពោធិ៍សាត់នោះគឺមានប្រវែងប្រហែលជា20គីឡូឯណោះអញ្ចឹងនៅតាមផ្លូវគឺមានអូស្របតាមផ្លូវមានព្រៃមានអីអញ្ចឹងទៅអញ្ចឹងគឺគាត់បារម្ភខ្លាំងមែនតើដោយសារតែនៅរៀងដាច់ស្រយាលពីគេបើមានបញ្ហាក៏មិនដឹងថាអ្នកណាទៅជួយទាន់ដែលនៅពេលនេះគឺវារៀងថ្ងៃត្រង់ទៅហើយម៉ោងប្រហែលជា10ទៅ11ទៅហើយអញ្ចឹងបើគាត់ចង់ជូនដំណឹងទៅខេត្តឲ្យគេជួយគឺគាត់មិនមានអំណាចណាមួយច្បាស់លាស់ទៅប្រាប់គេនោះទេគឺគ្រាន់តែជាការប្រមាលនិងស្រមើសម័យរបស់គ្រូអាគមម្នាក់ប៉ុណ្ណោះអញ្ចឹងហើយគឺគាត់បានត្រឹមតែ
ប្រាប់ទៅអ្នកភូមិដើម្បីឲ្យការពារយប់នេះហើយនឹងរៀបចំឲ្យឆ្មាំនៅក្នុងភូមិហ្នឹងគឺដាក់វេនគ្នាយាមឲ្យបានហ្មត់ចត់តែប៉ុណ្ណោះឲ្យគាត់និយាយជាមួយអំសានរួចរាល់ហើយលោកភូមិគាត់ក៏ស្រោតរូតរះទៅផ្ទះនិងឲ្យដំណឹងទៅអ្នកភូមិចំណែកឯអំសានវិញទៀតសោតគាត់បានទាញដាវគាត់មកសម្លៀងបន្តទៀតគាត់សម្លៀងបានបន្តិចគាត់ក៏បានយកដាវដាក់ក្នុងស្រោមវិញពេលនោះគាត់បានឡើងទៅលើផ្ទះម្ដងទៀតគាត់ក៏បានអង្គុយមុខអាសនៈរបស់គាត់ដោយគាត់អង្គុយនៅមុខអាសនៈរបស់គាត់បានបន្តិចក៏បានយកក្រដាសនិងខ្មៅដៃយកមកសរសេរនៅលើក្រដាសគាត់បានសរសេររួចហើយនោះគាត់បានដាក់លើបាតដៃរបស់គាត់ហើយក៏បានសូត្រនៅមុនគិថារបស់គាត់បន្តិចគឺគាត់បានបោះក្រដាសនោះឡើងទៅលើពេលដែលក្រដាសនោះឡើងទៅលើហើយគឺវារលាយបាត់ភ្លាមអ្វីដែលគាត់កំពុងតែធ្វើនេះគឺគាត់បានជូនដំណឹងទៅឲ្យពូចតដឹងអ្វីដែលគាត់កំពុងតែធ្វើនោះគឺគាត់កំពុងតែជូនដំណឹងទៅឲ្យពូចតដឹងថាយប់នេះគឺគាត់មានបញ្ហាអញ្ចឹងទៅពេលដែលគាត់ធ្វើពិធីរបស់គាត់រួចរាល់ហើយអស់នោះគាត់ក៏បានចុះមកវិញហើយគាត់បានដឹកគោយកមកចងវិញដោយគាត់បានរៀបចំផ្ទះសម្បែងរបស់គាត់បានយ៉ាងស្អាតអ្នកទាំងអស់គ្នាខ្ញុំភ្លេចប្រាប់ទៅថាអ៊ំសានគឺគាត់នៅតែម្នាក់ឯងនោះទេគឺមិនមានប្រពន្ធមិនមានកូននោះឡើយប្រពន្ធនិងកូនរបស់គាត់គឺបានស្លាប់នៅសម័យសង្គ្រាមអស់ទៅហើយពេលដែលគាត់មកពីរត់វិញគឺគាត់មិនមានអ្នកណាទៀតនោះទេគឺគាត់មានតែម្នាក់ឯងប៉ុណ្ណោះហើយនឹងមានមិត្តភក្តិជិតស្និទ្ធពីម្នាក់នឹងឯងហើយម្យ៉ាងវិញទៀតនោះភូមិដែលគាត់នៅនេះគឺជាភូមិកំណើតរបស់គាត់ដែលមុននឹងពីរត់ហ្នឹងគឺគាត់នៅទីនឹងស្រាប់ហើយអញ្ចឹងគាត់មកពីរត់វិញគឺគាត់មិនអាចទៅនៅភូមិផ្សេងបានឬក៏ទៅនៅជាមួយពូយតបាននោះទេគឺគាត់ត្រូវតែមកនៅភូមិរបស់គាត់ដើម្បីមើលដីស្រែរបស់គាត់ដែលគាត់បានបោះបង់វាចោលមួយរយៈអញ្ចឹងហើយគាត់ក៏បានរៀបចំនៅសម្ភារៈរបស់គាត់មួយចំនួនដែលគាត់ត្រូវត្រៀមដើម្បីការពារយប់នេះអ្នកទាំងអស់គ្នាម៉ោងប្រហែលជា4ទៅ5ល្ងាចក្នុងភូមិគឺហាក់បីដូចជាស្ងាត់លឿនខុសពីធម្មតាដោយសារតែលោកភូមិបានជូនដំណឹងទៅឲ្យពួកគេដើម្បីឲ្យប្រុងប្រយ័ត្នពេលនោះម៉ោង6 7ក៏ចូលមកដល់ហើយមេឃគឺចាប់ដើមងងឹតបន្តិចម្ដងហើយដែលធ្វើឲ្យក្នុងភូមិគឺចាប់ដើមស្ងាត់ជាខ្លាំងគឺឮតែសំឡេងឆ្កែព្រុសបន្តិចបន្តួចប៉ុណ្ណោះពេលនោះម៉ោងប្រហែលជា9គឺឮសំឡេងទូងស្គរនៅឯវត្តហើយសំឡេងទូងស្គរនេះទៀតសោតគឺមិនមែនជាការទូងស្គរដាស់ឲ្យប្រជាជនដឹងនោះទេគឺជាការទូងស្គររបស់ពួកចៅដែលពួកវាបានចូលទៅដល់វត្តហើយការចូលទៅដល់វត្តនោះទៀតសោតវាមិនមែនចូលទៅប្លន់នៅឯវត្តនោះទេព្រោះវាដឹងថានៅក្នុងវត្តគឺមិនមានអ្វីឲ្យពួកវាយកនោះទេចំពោះលុយកាក់មាសប្រាក់គឺនៅក្នុងភូមិនេះឯងចឹងហើយវាទូងស្គរបានមួយសន្ទុះកំសាន្តក៏គាត់ដឹងភ្លាមក៏បានអង្គុយសញ្ជឹងមួយសន្ទុះគាត់ក៏បានចូលនៅក្នុងសមាគមរបស់គាត់ដោយគាត់បានសូត្រមន្តគិថានឹងដាស់អាថ័ន្តផ្សេងៗដើម្បីការពារផ្ទះរបស់គាត់ក៏ដូចជាការពារភូមិរបស់គាត់ប៉ុន្តែអំឡុងពេលដែលគាត់សូត្រនោះគឺគាត់បានដឹងភ្លាមថាមានអាគមផ្សេងគឺបានមកប៉ះជាមួយនឹងអាគមរបស់គាត់បាត់ហើយដោយគាត់បានដឹងបែបនេះហើយគាត់នៅបន្តតាំងសមាធិនៅក្នុងសមាគមរបស់គាត់នៅនឹងមុខផ្ទះនេះឯងបានបន្តិចស្រាប់តែលឺអ្នកភូមិស្រែកឆោឡោពេញភូមិតែម្ដងថាមានចៅចូលប្លន់អញ្ចឹងទៅចំណែកឯគាត់គ្រាន់តែលឺបែបនេះគាត់ក៏បានស្ទុះទៅទាញដាវបន្ទាប់មកគាត់ក៏បានយកដាវនោះមកដាក់នៅនឹងមុខហើយនឹងបានសូត្រមន្តគិថាពេលដែលគាត់សូត្រមន្តគិថាបានមួយសន្ទុះគាត់ក៏បានដកដាវចេញពីស្រោមមកហើយដាវរបស់គាត់គឺមានពន្លឺយ័ន្តផ្លេកពណ៌មាសចាំងនៅលើដាវរបស់គាត់នេះឯងបានបន្តិចស្រាប់តែឮសំឡេងអ្នកភូមិឆោឡោហើយនឹងស្រែកថាមានចៅចូលហើយគាត់គ្រាន់តែឮបែបនោះហើយគាត់ក៏បានយកដាវនោះហក់ចេញផុតពីសមាគមរួចហើយគាត់ក៏រត់តម្រង់ទៅមុខផ្ទះរបស់គាត់ដើម្បីទៅស្កាត់មុខពួកចៅនោះដែលវារត់ចេញពីភូមិមកពេលដែលគាត់ចេញទៅដល់មុខផ្ទះរបស់គាត់នោះគឺធ្វើប្រទះជាមួយនឹងក្រុមចៅនេះតែម្ដងប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះគឺគ្នារបស់វាមានរហូតដល់ទៅ10នាក់ដែលនៅក្នុងម្នាក់គឺមានកាន់ដាវហើយចំណែក2នាក់ទៀតដែលជាមេរបស់វានោះគឺកាន់កំភ្លើងក្រុមចៅនោះពេលដែលឃើញអ៊ំសានមានតែម្នាក់ឯងបែបនោះវាក៏បានដកកំភ្លើងមួយដើមបាញ់តម្រង់មកអ៊ំសានប៉ុន្តែក្រកំភ្លើងរបស់វាគឺមិនអាចធ្វើឲ្យអ៊ំសានមានរបួសបាននោះទេបើបន្តិចកូនចៅរបស់គេក៏បានទាញដាវចេញមកហើយបានហក់មកសម្ដៅកាប់អ៊ំសានប៉ុន្តែវាគឺមិនទាន់បានកាប់អ៊ំសាននោះទេត្រូវបានអ៊ំសានយកដាវរបស់គាត់នោះគឺចាក់ចូលពោះរបស់វាតែម្ដងពេលដែលអ៊ំសានចាក់ចូលពោះវាបានបែបនេះហើយពេលនោះមេចៅរបស់វាក៏និយាយថាអាយ៉ាគឺបាសអ្នកខ្លាំងហើយតើនេះ
គឺមានតែគុំដែរតើព្រោះកូនចៅរបស់គេនោះគឺដាវកំបិតធម្មតាកំភ្លើងធម្មតាក៏បាញ់មិនមុតដែរប៉ុន្តែដាវរបស់ហ៊ុនសែនគឺបានធ្វើឲ្យកូនចៅរបស់គេគឺស្លាប់ភ្លាមដោយសារតែដាវរបស់ហ៊ុនសែនគឺមាននៅបញ្ចុះអាគមពេលដែលមេចៅគេឃើញបែបនេះហើយគេក៏បានលើកកំភ្លើងគេបានសូត្រមុនគេថាបន្តិចបាញ់តម្រង់មកហ៊ុនសែនសូម្បីតែកំភ្លើងអាគមរបស់គេក៏មិនអាចធ្វើហ៊ុនសែនរបួសបានដែរដោយឃើញបែបនេះហើយគឺពួកគេចូលមកម្ដងទាំងអស់តែម្ដងហ៊ុនសែនគាត់គឺមានរៀងវ័យចំណាស់ទៅហើយពេលដែលបានចូលមកម្នាក់ឬក៏ពីរនាក់គឺគាត់ទប់ទល់រួចប៉ុន្តែពេលដែលគេចូលមកគ្រប់គ្នាបែបនេះគឺគាត់ទប់ទល់មិនរួចទេដោយសារកម្លាំងរបស់គាត់គឺមិនដល់ពេលដែលក្រុមចៅនោះចូលមកទាំងអស់ហើយបែបនេះគឺហ៊ុនសែនទប់ទល់មិនជាប់នោះទេហ៊ុនសែនគឺត្រូវបានចៅទាំងប៉ុន្មានអ្នកនេះគឺចាប់គាត់ជាប់ហើយគេបានយកកំភ្លើងមកបាញ់គាត់ក៏បាញ់មិនមុតយកដាវរបស់គេមកកាប់ក៏កាប់មិនមុតដែរប៉ុន្តែអ្នកទាំងអស់គ្នាដឹងស្រាប់ហើយនៅសម័យនោះគឺសម័យមុនអាគមហើយក៏ល្បីអ្នកបង្ក្រាបអាគមដែរមេចៅនោះគឺគេចេះនៅមុនអាគមគេក៏ដឹងពីរបៀបដែលធ្វើឲ្យអ្នកដែលលេងអាគមហ្នឹងមានរបួសបានដែរដោយគេដឹងថាកំភ្លើងនិងកបិតមិនអាចធ្វើឲ្យហ៊ុនសែនបានគឺគេបានយកដាវរបស់ហ៊ុនសែនផ្ទាល់ដែលជាដាវរបស់គាត់នោះយកមកធ្វើដាក់គាត់វិញគឺគេយកដាវនោះមកអង្គន់គាត់ដូចត្រីអញ្ចឹងអ្នកទាំងអស់គ្នាមួយផ្លែដាវណាក៏មុតមួយផ្លែដាវណាក៏មុតដែរគឺធ្វើឲ្យហ៊ុនសែនបាត់បង់ជីវិតនៅពេលនោះឯងអំឡុងពេលដែលគេធ្វើដាក់ហ៊ុនសែនបែបនេះស្រាប់តែមើលឡើងខ្មៅងឹតតែម្ដងហើយរន្ទះបានបាញ់ចំមេចៅនោះតែម្ដងដែលធ្វើឲ្យមេចៅកំពុងតែសម្លាប់ហ៊ុនសែននោះគឺឡើងប៉ើងហើយឡើងហុយតែម្ដងគ្រាន់តែឃើញបែបនោះគឺលេចចេញរូបរាងបរោះ3នាក់នោះមកតែម្ដងហើយអ្នកទាំងអស់គ្នាដឹងទេថាតើបរោះ3នាក់នោះគឺជានរណាបរោះ3នាក់នោះពេលដែលលេចរូបរាងមកស្មោលបន្តិចម្ដងបន្តិចរហូតដល់លេចរូបរាងចេញច្បាស់នោះគឺបានដឹងថាម្នាក់ជាពួកយត់ម្នាក់ទៀតជាពួកវ៉ននិងម្នាក់ទៀតជាពួកសេងដែលធ្វើឲ្យក្រុមចៅទាំងអស់នោះបោកផ្នែកធំតែម្ដងដោយពួកគេមិនដែលឃើញថាអ្នកណាមកតាមលំហអាកាសបែបនេះនោះទេពេលដែលចេញមកនោះគឺពួកយត់ពួកវ៉ននិងពួកសេងមិនទាន់បានធ្វើអ្វីនោះទេគឺគាត់បានសម្លឹងមើលទៅអ៊ុំសានគឺគាត់ខ្លោចចិត្តខ្លាំងមែនទែនដោយសារតែអ៊ុំសានគឺលែងចេញជារូបរាងមនុស្សទៀតហើយដោយគេបានយកដាវរបស់គាត់ហ្នឹងទៅអង្គន់គាត់ដូចត្រីចឹងអ្នកទាំងអស់គ្នាឡើងកង់តែម្ដងគ្រាន់តែអត់ដាច់ចេញពីគ្នាអញ្ចឹងណាគ្រាន់តែគាត់ឃើញអ៊ុំសានស្ថិតនៅក្នុងសភាពបែបនេះហើយគាត់ក៏បានស្រែកយំយ៉ាងខ្លាំងតែម្ដងដោយសារតែអ៊ុំសានគឺជាពួកម៉ាក់ដែលជិតស្និទ្ធជាមួយនឹងគាត់នៅពេលសម័យសង្គ្រាមខ្លាំងដូចពួកសេងដែរគ្រាន់តែថាពួកសេងគឺគាត់ហៅទៅនៅជាមួយគាត់តែអ៊ុំសានគឺគាត់មិនចង់ទៅនៅទីនោះទេគឺគាត់ចង់មកនៅភូមិរបស់គាត់អីចឹងទៅពេលនោះពួកយត់ក៏ស្រែកយំយ៉ាងខ្លាំងដែលធ្វើឲ្យពួកវ៉នគឺទប់ចិត្តសឹងតែមិនបានដោយឃើញបែបនោះហើយពួកយត់គាត់ក៏បានស្ទុះរត់ទៅអោបនឹងអ៊ុំសានដែលខ្លួនរបស់គាត់ប្រឡាក់ទៅដោយឈាមអ៊ុំសានហើយនឹងពួកសេងគឺគាត់បានរត់ទៅដូចគ្នាដែលគាត់បានទៅត្រកង3នឹងអ៊ុំសានគឺគាត់ទាំងពីរនាក់នេះគឺគាត់យំខ្លាំងមែនទែនពេលនោះក្រុមចៅដោយឃើញបរិសុទ្ធ3នាក់នេះមិនសូវស្រួលពួកគេរៀបនឹងរត់ទៅហើយប៉ុន្តែអ្វីដែលពួកគេមិននឹកស្មាននោះគឺគេមិនអាចគេចរួចនោះទេប្រវត្តិក៏បានសូត្រមុនគឺថាគាត់បានបោះគោរបស់គាត់ចេញទៅបោះដំរីរបស់គាត់ចេញទៅបោះពស់របស់គាត់ចេញទៅទាំងអស់គឺទៅកម្មមុខក្រុមចៅនោះដែលក្រុមចៅទាំងអស់នោះគ្រាន់តែឃើញបោកផ្នែកធំតែម្ដងជាពិសេសមេចៅគេបានលើកដៃឡើងទៅលើប្រណមគេបានដកកំភ្លើងរបស់គេហើយយកមកសូត្រមុនគាថាហើយបានបាញ់តម្រង់ទៅសត្វអាគមរបស់ពួកវ៉នប៉ុន្តែវាគឺគ្មានន័យនោះទេពេលនោះពួកយត់គាត់បានឃើញពួកវ៉នធ្វើបែបនេះគាត់ក៏បាននិយាយទៅកាន់ពួកវ៉នថាមិនអីទេបងរឿងទាំងអស់នេះទុកឲ្យខ្ញុំជាអ្នកចាត់ការវិញពេលនោះពួកវ៉នគាត់ក៏បានអោនមុខចុះគាត់ក៏បានដើរមកចាប់ដៃអ៊ុំសានដោយពួកយត់គាត់បានលើកដៃសូត្រមុនគាថាហើយដើរតម្រង់ទៅក្រុមចៅនោះតែម្ដងពេលដែលចូលមកមួយអញ្ចឹងគាត់វាយមួយដួលពេលដែលចូលមក2ក៏វាយដួលទាំងពីរទៀតពេលដែលបរោះទី3គេចូលមកហក់ធាក់ពួកយត់ឡើងប៉ើងដោយបរោះម្នាក់នេះគេចេះនៅមុនគាថាមហាអ៊ុនដូចគ្នាគឺកាប់ប្រមុតដុំចេះនិងគាថាមហាកម្លាំងពេលដែលឃើញបែបនេះហើយពួកយត់គាត់ក៏ញញឹមបន្តិចគាត់ក៏បានសូត្រមុនគាថាទះស្មារបស់គាត់បណ្ដៃដែលធ្វើខ្លួនរបស់គាត់ឡើងពណ៌មាសពេញខ្លួនតែម្ដងហើយទឹកមុខរបស់គាត់គឺពោពេញទៅដោយកំហឹងពេញខ្លួនតែម្ដងដោយពួកវ៉នឃើញបែបនេះគឺគិតថាពួកយត់គឺមិនសូវស្រួលទេប្រសិនបើពួកយត់សម្លាប់មនុស្សច្រើនគឺធ្វើឲ្យពួកយត់មានបាបអីចឹងទៅប៉ុន្តែពួកយត់គឺគាត់ទប់ចិត្តសឹងតែមិនបានមែនព
ពេលដែលក្រុមចៅនោះវាហក់ចូលមកមួយអញ្ចឹងមួយដៃរបស់ពូយ៉តចេញទៅមួយដៃកប់ជាមួយនឹងដីតែម្ដងដៃឡើងប៉ើងតែម្ដងគ្រាន់តែពូយ៉តដើរចេញទៅមេចៅនោះហក់មកទៀតពេលដែលក៏ហក់មកលើនេះគឺធាក់ពូយ៉តមិនប៉ើងនោះទេពូយ៉តបានសូត្រមុនគេថាដាក់នៅដៃរបស់គាត់ហើយគាត់បានវាយមួយដៃមេចៅឡើងប៉ើងតែម្ដងគ្រាន់តែឃើញបែបនេះកូនចៅរបស់គេគឺហក់មកទាំងអស់តែម្ដងគ្នារបស់គេប្រហែលជា6 7នាក់ថ្ងៃពេលដែលគេហក់មកអញ្ចឹងហើយគឺគេវាយពូយ៉តវាយទៅវាយមកពូយ៉តសឹងតែតដៃមួយគេមិនរួចទេដោយសារគ្នារបស់គេច្រើនឃើញបែបនេះហើយពវបានសូត្រមុនគេថាហើយបានហក់ទៅមុខពូយ៉តតែម្ដងដល់ក៏ប្រាប់ពូយ៉តថាលបងត្រូវតាំងចិត្តឲ្យស្ងប់ព្រោះបើលបងសម្រាប់មនុស្សគឺលបងនឹងមានបាបដល់លបងតែគាត់និយាយបែបនេះហើយពូយ៉តគាត់បានដើរថយក្រោយមួយជំហានគាត់ក៏បានដុតភ្នែកហើយក៏បានតាំងសមាធិបន្តិចបន្ទាប់មកទឹកមុខរបស់គាត់ក៏ប្រែជាស្រឡះមកវិញធម្មតាក៏បានសួរមុនគេថាទម្លាក់សត្វអាគមរបស់គាត់មកជុំវិញហើយក៏បានសួរថាតើអ្នកណាជាអ្នកសម្លាប់មិត្តភក្តិរបស់គាត់អីចឹងទៅពេលនោះមេរបស់គេនោះគឺងើបមកពីដែលអត់ចង់រួចទេព្រោះត្រូវម្ដាយរបស់ពុកយ៉តនេះគឺធ្ងន់តែម្ដងគឺម្ដាយរបស់ពុកយ៉តនេះគឺធ្ងន់ណាស់មិនស្រួលនោះគឺបាក់ឆេញញ៉ាំនេះ2 3កង់ឯណោះពេលដែលគេងើបមកហើយកូនចៅរបស់គេគឺលែងស្មោះត្រង់នឹងមេទៀតហើយគេបានចង្អុលទៅមេរបស់គេនេះឯងគ្រាន់តែឃើញបែបនេះហើយពុកយ៉តបានដើរទៅដល់វាយ3ដៃទៀតខ្ទប់ជាមួយនឹងភ្លឺស្រែតែម្ដងដល់ឃើញមេចៅរបស់គេដួលបែបនេះហើយកូនចៅរបស់គេក៏ហក់មកទៀតពេលដែលពួកវាចង់ហក់មកទៀតអញ្ចឹងពវនបានសូត្រមុនគេថាបោះតម្រាអសបល័យរបស់គាត់ទៅកាក់ពួកគេជាប់នៅត្រឹងតែម្ដងពេលដែលពួកវាជាប់នៅត្រឹងបែបនេះហើយពូយ៉តដើរទៅវាយម្នាក់ម្ដាយដួលឡើងរៀលពេញដីតែម្ដងដោយពួកវាដួលរៀលពេញដីបែបនេះហើយពវននិងពូយ៉តគាត់ក៏បានដើរមកវិញពេលនោះពូយ៉តគឺគាត់តក់ស្លុតខ្លាំងមែនទែនគឺគាត់មិននឹកស្មានថាសម្លាញ់របស់គាត់ដែលគាត់ស្រឡាញ់ខ្លាំងបំផុតនោះគឺបើជាបាត់បង់ជីវិតដោយសារតែរឿងបែបហ្នឹងហើយគាត់បានឃើញដាវមួយដើមដែលនៅលើខ្លួនរបស់គាត់នោះគឺគាត់ដឹងច្បាស់ណាស់ថាជាដាវរបស់អំសានគឺដាវរបស់ខ្លួនឯងសម្រាប់ខ្លួនឯងពេលដែលគាត់ឃើញបែបនោះគាត់ស្រែកយំយ៉ាងខ្លាំងពេលដែលគាត់យំមួយសន្ទុះគាត់ក៏ប្រាប់ពុកសេងថាឲ្យលើកអំសានចូលទៅក្នុងផ្ទះទៅពេលដែលពុកសេងរៀបចំនឹងលើកអំសានចូលមកក្នុងផ្ទះនោះស្រាប់តែមេឃចាប់ដើមងងឹតកាន់តែខ្លាំងខ្យល់បក់រហៀកមកវិញតែម្ដងហើយនៅតាមផ្លូវនៅក្នុងភូមិនោះគឺមានប្រឡាយសងខាងពេលដែលខ្យល់បក់មករវិចកាន់តែខ្លាំងទៅគឺលឺសំឡេងនៅក្នុងទឹកក្តាំងហាក់បីដូចជាត្រីបន្តិចហាក់បីដូចជាមានសត្វអីនៅក្នុងទឹកបន្តិចហាក់បីដូចជាមានសត្វអ្វីនៅក្នុងទឹកបន្តិចពេលដែលឃើញបែបនោះពវនក៏បានប្រាប់ទៅពួកយ៉ាត់ថាលើកសាកសពអំសានចូលក្នុងផ្ទះលឿនទៅព្រោះប្រហែលជាមានរឿងមិនស្រួលកើតឡើងហើយគ្រាន់តែពុកយ៉តនិងពុកសេងលើកអំសានចូលក្នុងផ្ទះស្រាប់តែលឺសំឡេងងើបពីទឹកចេញមកតែម្ដងអ្នកទាំងអស់គ្នាគឺលេចចេញរូបរាងបរោះម្នាក់គឺវិជាក្រពើមកតាមប្រឡាយនឹងតែម្ដងពេលដែលវិជាមកដល់មុខផ្ទះរបស់អំសាននេះហើយគឺវាបានហក់ចុះពីលើក្រពើនោះគឺវាបានដើរទៅចាប់បរោះម្នាក់ដែលជាមេចៅនោះឯងពេលដែលដើរទៅដល់បរោះម្នាក់នោះហើយគឺវាស្រែកយ៉ាងខ្លាំងថាតើនរណាជាអ្នកធ្វើហើយអ្វីវាយប្អូនវាដល់ថ្នាក់ហ្នឹងតែពិតទៅបរោះម្នាក់ដែលមកនោះគឺជាបងប្រុសមេចៅនេះឯងហើយគេគឺជាមេចៅធំតែម្ដងពេលដែលឃើញបែបនោះហើយប្រវត្តិគាត់ក៏និយាយថាគឺយើងជាអ្នកធ្វើពួកឯងផ្លូវត្រឹមត្រូវមិនធ្វើទេបើជាដើរឆក់ប្លន់គេឲ្យបែបនេះហើយគឺជាលទ្ធផលអ្នកដែលសាងអាក្រក់ពេលនោះបរោះម្នាក់ដែលគេជីក្រពើមកនោះគេសើចយ៉ាងខ្លាំងហើយគេនិយាយថាអ្វីទៅអាក្រក់អ្វីទៅល្អជួយបញ្យល់បានទេហើយតើឯងគឺជាអ្នកណាហើយមកពីណាហើយអ្វីបានជាយើងមិនដែលឃើញនៅក្នុងភូមិនេះពេលនោះប្រវត្តិគាត់ក៏និយាយទៅកាន់គេវិញថាមិនបាច់ចង់ដឹងទេថាយើងជាអ្នកណាគឺឯងមិនបាច់ចង់ដឹងទេថាយើងជាអ្នកណាឲ្យតែអ្នកសាងអំពើអាក្រក់គឺដឹងតែជួបយើងហើយនៅដែលជួបយើងគឺតិចណាស់ដែលមានជីវិតត្រឡប់ទៅវិញពេលដែលប្រវត្តិនិយាយទៅកាន់គេបែបនោះហើយគេក៏ស្រែកសើចយ៉ាងខ្លាំងតែម្ដងគេក៏និយាយថាតើពិតមែនឬក៏ឯងមិនដែលស្គាល់យើងឯងដឹងទេនៅប៉ែកខាងទន្លេនេះគឺយើងជន់ពីយើងទៅហើយឲ្យតែអ្នកណាឮឈ្មោះយើងគឺតែញាក់សាច់តែម្ដងពេលគេនិយាយបែបនោះហើយប្រវត្តិគាត់ក៏និយាយតទៅវិញថាញាក់សាច់ឬមិនញាក់សាច់គឺមិនទាន់ដឹងនោះទេព្រោះឯងគឺមិនទាន់ជួបរបស់ខ្លាំងគឺជួបបានត្រឹមតែកូនចៅរបស់ឯងបែបនោះម្នាក់ម្ដាយដួលឡើងរេលពេញនឹងសង្ឃឹមថាឯងខ្លាំងជាងពួកវាទៅចោះពេលដែលប្រវត្តិនិយាយទៅកាន់គេបែបនោះគេក៏បានសូត្រមុនគេថាគេប្រើក្រពើគេចេញមកតែម្ដងប្រវត្តិគឺគាត់ជំនាញណាស់ទៅហើយគឺគាត់ធ្លាប់បង្ក្រាបទៅហើយក្រពើដែលមកពីទន្លេក្រពើដែលចេញពីទឹកមកឲ្យបែបនេះក៏បានសូត្រមុនគេថាទម្លាក់គោរបស់គាត់ចេញទៅហើយគោរបស់គាត់នោះទៀតសោត
គឺចេញលេចរូបរាងចេញជាសត្វក្រពើទៅវិញពេលនោះវាក៏បានហោះចូលទៅក្នុងទឹកដើម្បីវាយប្រហារជាមួយនឹងក្រពើរបស់រ៉មម្នាក់នោះពេលដែលក្រពើកំពុងតែប្រយុទ្ធគ្នាគេក៏បានសូត្រមន្តគិថាក៏បានដើរចូលមកវាយជាមួយនឹងពវ័នពេលដែលគេដើរចូលមកនោះពវ័នគឺមិនបានតដៃនោះទេគឺឲ្យគេចូលមកវាយប៉ុន្តែគឺគេវាយមិនដល់ពវ័ននោះទេអ្នកទាំងអស់គ្នាពវ័នឥឡូវនេះគឺគាត់បានសម្រេចនៅមន្តអាគមជាច្រើនបន្ថែមទៀតដែលធ្វើឲ្យគាត់កាន់តែខ្លាំងក៏បានសូត្រមន្តគិថាបន្ថែមទៀតទះលើខ្លួនឯងម្ដាយបន្ថែមទៀតបុរសម្នាក់នោះគឺគេកាន់តែវាយចូលមកគឺកាន់តែខ្ទៀតទៅវិញខ្លួនឯងគេវាយចូលមកឡងទៅវិញខ្លួនឯងវាយចូលមកឡងទៅវិញខ្លួនឯងដែលឃើញបែបនេះសូម្បីតែពុកយត់ក៏គាត់បាក់ផ្នែកធំដែរថាតើពវ័នប្រើនៅមន្តវិជ្ជាគុំអ្វីដែលធ្វើឲ្យបុរសម្នាក់ទៀតគឺមិនអាចចូលមកដល់គាត់ឯបែបនេះដែលឃើញបែបនោះហើយពវ័នបានសូត្រមន្តគិថាដើរទៅធាក់បុរសនោះឡងប៉ឹងតែម្ដងពេលគាត់ធាក់បុរសនោះប៉ឹងហើយគេបានសូត្រមន្តគិថាទម្លាក់សត្វក្រពើគេមកឡង2 3ទៀតហើយគេក៏រៀបនឹងរត់ប៉ុន្តែអ្វីដែលគេមិនគិតស្មានដល់នោះថាគេមិនអាចរត់ចេញពីភូមិនេះរួចបាននោះទេពវ័នបានសូត្រមន្តគិថាប្រើក្រពើរបស់គាត់នោះឲ្យពរិះខ្លួនគឺកាន់តែធំតែម្ដងពេលដែលវាធំនោះគឺវាបានវាយក្រពើអាគមនោះគឺរលាយបាត់អស់តែម្ដងហើយវាហក់ស្ទុះទៅខំបុរសម្នាក់នោះក្រវីក្រវត្តឡើងប៉ើមកដល់លើគោកវិញតែឃើញបែបនេះហើយពូយ៉តគាត់គឺពិតជាខឹងយ៉ាងខ្លាំងក៏បានសូត្រមន្តគិថាដាក់ដៃរបស់គាត់ហើយគាត់បានហក់ទៅបំរុងនឹងវាយផ្ដាច់ជីវិតរបស់បុរសម្នាក់នោះទៅហើយប៉ុន្តែត្រូវបានពវ័នគាត់តែគាត់និយាយថាកុំសម្លាប់ជីវិតគេអីបើយើងធ្វើបែបនេះយើងនឹងមានបាបទុកឲ្យពួកគេទទួលបាបកម្មនៅឯក្នុងគុកចោះក៏បានសូត្រមន្តគិថាទម្លាក់អសរបលែរបស់គាត់ទៅចងបុរសម្នាក់នោះឡើងជាប់ទៀតបន្ទាប់មកគាត់ក៏បានយកចោលទាំងអស់នោះមកដាក់នៅមុខផ្ទះអំសាននេះឯងហើយឲ្យពួកវាអង្គុយមើលសាកសពអំសានដែលបានស្លាប់ដោយសារតែកូនចៅរបស់ពួកវានេះឯងអ្វីដែលកំសត់និងសង្វេយបំផុតនោះគឺពូយ៉តគាត់ជុំរហូតដល់ភ្លឺតែម្ដងគឺគាត់ស្ដាយសម្លាញ់របស់គាត់ណាស់មនុស្សល្អមិនគួរណាឆាប់ស្លាប់អីបែបនេះនោះទេលុះព្រឹកឡើងក៏ចូលមកដល់ពេលដែលព្រឹកឡើងចូលមកដល់អ្នកភូមិពេលដែលឃើញបែបនេះហើយគឺគេរត់មកផ្ទះអំសានគ្រប់គ្នាតែម្ដងជាពិសេសលោកពូមេភូមិពេលដែលឃើញអំសានបាត់បង់ជីវិតបែបនេះគឺគាត់ពិតជាសោកស្ដាយខ្លាំងណាស់មនុស្សល្អគឺហេតុអ្វីបានជាឆាប់ចាក់ចោលពួកគាត់អីចឹងទៅហើយនៅក្នុងភូមិនេះគឺពឹងពាក់អំសានសឹងតែគ្រប់គ្នាពេលដែលបាត់បង់អំសានគឺពួកគេសង្វេគនឹងពិបាកចិត្តខ្លាំងណាស់អញ្ចឹងហើយពូយ៉តគាត់ក៏បាននិយាយថាមិនអីទេគឺគាត់នឹងមើលថែអ្នកទាំងអស់គ្នានេះជំនួសគាត់នឹងព្យាយាមមកភូមិនេះឲ្យញឹកតាមតែអាចធ្វើទៅបានអីចឹងទៅព្រោះគាត់នឹងជួយអ្នកភូមិនេះតាមបំណងមិត្តភក្តិរបស់គាត់អីចឹងទៅអ្នកទាំងអស់គ្នាចាប់ពីពេលនេះទៅអំសានក៏បានលាចាក់លោកផុតពីភូមិនេះទៅហើយគឺអ្នកដែលចូលមកជួយអ្នកភូមិនេះជំនួសគឺមានតែលោកពុកទាំង3របស់យើងនេះឯងពុកសេងពេលដែលការរឿងនេះហើយអ្វីក៏គាត់មិនបាត់នោះដែរគឺគាត់ស្គាល់អំសានច្បាស់ដូចទាំងពូយ៉តអញ្ចឹងពេលដែលមកពីរត់គាត់ក៏បាននឹកឃើញរឿងមកពីរត់ដូចគ្នាក្របមានក្របបែករត់មកផ្ទុះទន្ទឹមខ្លួនប៉ុន្តែគាត់មិនមានគ្រោះថ្នាក់ទេដោយសារតែបានពូយ៉តនិងអំសាននេះការពារគាត់អញ្ចឹងហើយពេលដែលបាត់បង់អំសានទៅគាត់គឺសឹងតែថាមិនមានពាក្យអ្វីនិយាយទាំងអស់គឺគាត់ដឹងតែសម្រក់ទឹកភ្នែកតែម្ដងពេលដែលឃើញបែបនោះហើយពូវ៉នគាត់បានដើរទៅកាន់ស្មាពូយ៉តនិងពុកសេងថាជីវិតមនុស្សគឺមិនទៀងទេបងអ្វីដែលកើតមកគឺគង់តែមានទៅវិញជីវិតមនុស្សយើងគឺមិនទៀងទេបងយើងមិនដឹងថាថ្ងៃណាទៅវិញឬក៏ទៅបានដោយរបៀបណានោះទេអញ្ចឹងហើយអ្វីដែលយើងនៅពេលនេះគឺយើងព្យាយាមមើលអ្នកភូមិអ្នកផងដើម្បីឲ្យគាត់មានជីវភាពកាន់តែធូរធារនិងមានសុវត្ថិភាពដែរហើយអ្វីដែលយើងគួរតែធ្វើបន្តទៀតនោះគឺត្រូវតែធ្វើតាមបំណងរបស់គាត់ដែលគាត់ចង់រក្សាភូមិរបស់គាត់មើលថែដំណាំរបស់គាត់ចំការរបស់គាត់ក៏ដូចជាគោក្របីរបស់គាត់អីចឹងទៅពេលដែលពូវ៉ននិយាយទៅកាន់ពូយ៉តបែបនេះហើយគាត់ក៏បានកាត់ចិត្តគាត់ក៏បាននិយាយថាមិនអីទេលោកបងគាត់នឹងព្យាយាមកាត់ចិត្តទោះបីជាពិបាកយ៉ាងណាក៏ដោយគាត់ក៏បាននិយាយទៅកាន់លោកពូមេភូមិឲ្យជួយរៀបចំបុណ្យសពក៏ដូចជារៀបចំមើលរបស់របររបស់អំសានគោមន់ទីអីចឹងជាដើមទៅពេលដែលគាត់រៀបចំការងារនៅទីនោះរួចរាល់ហើយគាត់ក៏បានត្រឡប់មកផ្ទះវិញអ្នកទាំងអស់គ្នាពេលដែលបាត់បង់អំសានពូយ៉តពុកសេងគឺគាត់ពិតជាពិបាកចិត្តខ្លាំងណាស់សឹងតែថាបាយមិននឹកទឹកមិនស្រេកនោះទេប៉ុន្តែពូវ៉នគឺគាត់តែងតែព្យាយាមដាស់តឿនពូយ៉តព្រោះគាត់និយាយថាពេលដែលអំសានទៅបាត់ម្នាក់អ្នកភូមិគាត់ស្ដាយប៉ុណ្្នឹងហើយចុះបើសិនជាគ្មានពួកយើងទៀតតើអ្នកភូមិស្ដាយប៉ុណ្ណាអញ្ចឹងហើយអ្វីដែលពួកគាត់ត្រូវតែធ្វើនោះគឺព្យាយាមជួយសម្រួលអ្នកភូមិទាំងអស់ហ្នឹងឲ្យមានសុវត្ថិភាពក៏ដូចជាជីវភាពកាន់តែល្អប្រសើរឡើងទាំងភូមិរបស់ពូយ៉តនិងភូមិរបស់អំសានរបស់យើងក៏ដល់ទីបញ្ចប់ហើយផងដែរសូមអភ័យទោសនៅរាល់ពាក្យពេចន៍កំហុសខុសឆ្គងដោយប្រការណាមួយ
សូមអរគុណសូមគោរពលា